វិសាលគឺជាមន្ត្រីអន្តរជាតិ CEO វ័យក្មេងមានអាយុ27ឆ្នាំមានចិត្តល្អស្លូតបូតស្មោះត្រង់ក៏ប៉ុន្តែទាស់ត្រង់ថាមិនសូវយល់ចិត្តមនុស្សស្រីរីឯសីឡាគឺជាម្ចាស់ហាងកាហ្វេវ័យក្មេងមានអាយុ28ឆ្នាំមានចរិតរួសរាយរាក់ទាក់និងមានបទពិសោធន៍ច្រើនក្នុងការតាក់ទងមនុស្សស្រីពេលព្រឹកព្រលឹមស្រាងៗអាកាសធាតុត្រជាក់ដោយខែនេះគឺជាខែវស្សាមានភ្លៀងរលឹមធ្លាក់ស្រិចៗផងនោះស្រាប់តែលេចមុខកំឡោះកំសត់ស្នេហ៍ឈ្មោះវិសាលទឹកមុខស្រងោតស្រងាត់ដើរមករកហាងកាហ្វេទាំងព្រឹកអេវិសាលមកចូលផឹកកាហ្វេមួយកែវសិនមកចូលហាងរបស់គ្នាមកសិនណាបានសម្លាញ់តោះចូលទៅក្នុងផឹកកាហ្វេមួយកែវសិនតន់ព្រឹកឡាជាញឹមហើយងក់ក្បាលអញធ្លាប់គិតទេរួចសិលាចាប់ទូរស័ព្ទថាការយល់ចិត្តមនុស្សស្រីដូចជាការយល់ចិត្តមនុស្សក្រៅភពអញ្ចឹងពិតជាពិបាកខ្លាំងណាស់មិនដល់ថ្នាក់នឹងទេវិសាលតែវាក៏មិនមែនជារឿងដែលងាយទេបើឯងមិនយល់ពីរបៀបហើយមានរឿងអីទៀតហើយប្រាប់មកមើលទៅមុខឯងដូចជាខ្មៅផងជូរផងអ្មេចទេគឺរឿងលីនដាសង្សារគ្នានឹងហើយខំធ្វើគ្រប់យ៉ាងតាមគាត់ចង់បានតែចុងក្រោយគាត់បែរជាថាលីនដាអូនខឹងបងរឿងអីទៀតហើយបងល្អពេកហើយតែល្អពេកមិនមែនជារសជាតិស្នេហាដែលអូនចង់បានទេអញថាទៅមើលសំហេតុផលទេគ្នាឮឃ្លានេះច្រើនដងរហូតលេងចង់រាប់បាត់ទៅហើយពាក្យល្អពេកវាមិនមែនជាពាក្យសរសើរទេនាងនិយាយដោយប្រយោលថាឯងមិនមានភាពតាក់ទាញគ្រប់គ្រាន់ទេថាម៉េចភាពតាក់ទាញត្រូវធ្វើយ៉ាងម៉េចទៀតទៅឬត្រូវពាក់អាវខ្មៅជិះម៉ូតូធំកាន់17 Pro Max ហើយនិយាយពាក្យក្រោតក្រៀតដាក់នាងមែនទើបជាភាពតាក់ទាញមិនមែនទេវិសាលស្ដាប់គ្នាសិនវាគឺជាបញ្ហាតុល្យភាពនៃចរិតមនុស្សស្រីចង់បានមនុស្សប្រុសដែលយល់ចិត្តតែមិនមែនចោះចូលទេមនុស្សស្រីចង់បានមនុស្សប្រុសដែលយកចិត្តទុកដាក់តែមិនមែនប្រកាន់ខ្លួនពេកទេណាបើអញ្ចឹងចរិតមនុស្សស្រីបើតាមបទពិសោធន៍ដ៏សម្បូរបែបរបស់ឯងតើយ៉ាងម៉េចទៅស្ដាប់គ្នាណាសម្លាញ់តាមពិតណាមនុស្សស្រីមានចរិតច្រើនណាតែអ្វីដែលពិបាកទាយបំផុតនោះគឺអារម្មណ៍ចាំមើលគ្នានិយាយរឿងឲ្យឯងស្ដាប់ណារឿងទី1អ្វីដែលនិយាយមិនមែនជាអ្វីដែលចង់បានពេលគាត់ថាមិនអីទេភាគច្រើនហ្នឹងគឺវាអីខ្លាំងណាស់គាត់ចង់ឲ្យយើងដឹងដោយខ្លួនឯងគាត់ឲ្យតម្រុយតែយើងត្រូវចាប់តម្រុយនោះឲ្យទាន់ដូចពេលដែលគាត់ថាអត់ឃ្លានទេតែបើឯងទិញការ៉េមួយមកចែកគ្នាជាមួយនឹងគាត់នឹងសប្បាយចិត្តពិតជាត្រូវមែនហើយពេលខ្លះលីនដាខឹងខ្ញុំដោយសាររឿងតូចតាចដែលខ្ញុំគិតថាអត់សំខាន់សោះនោះហើយសម្លាញ់គឺដោយសារតែរឿងតូចតាចទាំងនោះសម្រាប់គាត់គឺសេចក្តីលំអិតដែលបានបង្ហាញពីភាពយកចិត្តទុកដាក់របស់ឯងតើឯងយកចិត្តទុកដាក់ជាមួយនឹងគាត់បានកម្រិតណាសម្រាប់រឿងទី2ឯករាជ្យភាពនិងការយកចិត្តទុកដាក់មនុស្សស្រីសម័យនេះខ្លាំងពួកគេអាចធ្វើអ្វីៗបានដោយខ្លួនឯងតែទោះខ្លាំងយ៉ាងណាក៏ដោយភាពទន់ខ្សោយរបស់មនុស្សស្រីនៅតែមាននៅតែចង់បានការការពារនិងការយកចិត្តទុកដាក់ពីមនុស្សប្រុសដែលខ្លួនស្រឡាញ់ពួកគេចង់បានមនុស្សប្រុសដែលផ្ដល់កិត្តិយសដល់ការងាររបស់ពួកគាត់តែមិនមែនមើលងាយភាពទន់ខ្សោយរបស់ពួកគាត់ទេតើឯងយល់ទេអូគ្នាយល់ហើយសិលាដូចមិត្តស្រីឯងអញ្ចឹងគាត់រឹងមាំក្នុងការងារតែពេលនៅជាមួយឯងគាត់ដូចជាក្មេងតូចវិញអញ្ចឹងតាមពិតគឺវាអញ្ចឹងសោះណ៎សម្លាញ់អញ្ចឹងមែនណាចរិតរបស់មនុស្សស្រី
ពួកគេចង់បានទំនុកចិត្តនិងសុវត្ថិភាពអំពីយើងជាបុរសណាហើយរឿងទី3ដែលខ្ញុំចង់ប្រាប់ឯងគឺការស្វែងរកអត្ថន័យនិងការបដិញ្ញាចិត្តមនុស្សស្រីភាគច្រើនមានចក្ខុវិស័យវែងឆ្ងាយក្នុងការទំនាក់ទំនងពួកគេមិនសូវចាប់អារម្មណ៍លើមនុស្សប្រុសដែលគ្មានគោលដៅនិងអនាគតច្បាស់លាស់ទេគាត់អាចនឹងសើចលេងជាមួយឯងតែបើឯងមិនមានភាពបឹងម៉ាត់លើរឿងស្នេហាគាត់នឹងមិនដាក់ចិត្តលើឯងទេឥឡូវខ្ញុំយល់ហើយចរិតមនុស្សស្រីគឺវាមានភាពស្មុគស្មាញប៉ុន្តែវាគួរឲ្យស្រឡាញ់យើងត្រូវតែអត់ធ្មត់និងសង្កេតត្រូវហើយសម្លាញ់ហើយឯងកុំភ្លេចរឿងមួយទៀតមនុស្សស្រីចូលចិត្តមនុស្សប្រុសដែលស្គាល់ខ្លួនឯងច្បាស់កុំខ្លាចជាមនុស្សម្នាក់ដែលល្អពេកគ្មានជំហរត្រូវមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ខ្លួនឯងនិងគោរពព្រំដែនអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្លួនឯងអរគុណឯងណាស់ឯងពិតជាបណ្ឌិតផ្នែកចិត្តវិទ្យានារីមែនមិនអីទេសម្លាញ់ផឹកកាហ្វេនេះឲ្យអស់ទៅហើយកុំតូចតែរឿងមនុស្សស្រីទៀតថ្ងៃក្រោយចង់បានល្បិចអីទៀតចាំសួរខ្ញុំមកវិសាលញញឹមហើយងក់ក្បាលរួចចាប់ទូរស័ព្ទផ្ញើសារទៅកាន់លីនដាតែលើកនេះមិនមែនជាសារសុំទោសទៀតទេតែវាជាសារធម្មតាមួយដែលមានភាពកំប្លុកកំប្លែងនិងមានទំនុកចិត្តចំពោះលីនដាគេចាប់ផ្ដើមធ្វើឲ្យលីនដាសើចនិងញញឹមដោយភាពរីករាយចាប់ពីពេលនោះមកវិសាលបានធ្វើឲ្យលីនដាសើចនិងសប្បាយចិត្តជារៀងរាល់ថ្ងៃ